ព្រមរៀបការនឹងបងបានទេសួស្តីទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពិសេសមួយសម្រាប់ខ្ញុំហើយនឹងមិត្តស្រីខ្ញុំហើយជាក់ស្ដែងទៅគឺជាច្រើនឆ្នាំកន្លងមកមុនហ្នឹងគឺខ្ញុំធ្លាប់បានប្រាប់ខ្លួនឯងហើយក៏បានសន្យាថានឹងធ្វើថ្ងៃដែលខ្ញុំរៀបការជាមួយគាត់ខ្ញុំនឹងធ្វើ proposal មួយមានន័យថាពិធីមួយដែលធ្វើ surprise ហើយសូមគាត់រៀបការដែលថ្ងៃនេះគឺជាថ្ងៃដែលយើងថតពាណិជ្ជកម្មមួយរបស់សេវាកម្មថ្មីយើងឈ្មោះថា Check in Me ជាងយើងយកឱកាសនេះធ្វើជា proposal ដែលយើងបានហៅតារាដូចជានីគ្រឿនដូចជាកញ្ញាម៉ាដើម្បីថតពាណិជ្ជកម្មសកម្មភាពនោះដែរយើងឲ្យគាត់គិតថាជាថ្ងៃដែលយើងថតពាណិជ្ជកម្មអញ្ចឹងយើងអត់ឲ្យគាត់ដឹងទេដែលជួយឱកាសហ្នឹងខ្ញុំបានឲ្យបងប្រុសគាត់ប្អូនគាត់ជូនគាត់ទៅក្រៅហើយទៅទិញអីវ៉ាន់អញ្ចឹងយើងមានឱកាសរៀបចំដូចជាពេទ្យប៉ោងដូចជារូបថតដូចជាការរៀបចំដេកនៅក្នុងបន្ទប់ទាំងអស់នៅពេលដែលគាត់មកដល់គឺយើងបិទបន្ទប់ល្ងិតហើយគាត់ចូលមកឲ្យគាត់មានអារម្មណ៍ថា surprise ក្រុមការងារយើងនឹងឲ្យគាត់មើលសកម្មភាពនៅក្នុងបន្ទប់ដូចជារូបថតដូចជាពេទ្យប៉ោងដូចជាអនុស្សាវរីយ៍របស់យើង5ឆ្នាំកន្លងមកនេះក្រុមការងាររបស់យើងទៅពាក់បូគាត់ពាក់ស្បៃមួយហើយឡើងលើឆាកពេលនោះខ្ញុំនឹងចេញមកដើម្បីសុំគាត់រៀបការសម្រាប់ពេលហ្នឹងដូចគ្នាដូចជាផ្កានេះគឺយើងបានត្រៀមហើយអញ្ចឹងពេលហ្នឹងគឺយើងមានផ្កាមួយបាច់ហើយពេលនោះខ្ញុំចេញមកពេលហ្នឹងបន្ទប់ល្ងិតទាំងអស់យើងចេញមកហើយសុំគាត់យើងលុតជង្គង់សុំគាត់រៀបការពេលហ្នឹងយើងដកអញ្ជៀនចេញពីផ្កាបែបនេះមានន័យថាអញ្ជៀនបែបនេះយើងដកចេញពីផ្កាហើយយើងសួរគាត់ព្រមរៀបការខ្ញុំបានអត់គាត់នឹងសប្បាយចិត្តហើយគាត់នឹងរំភើបហើយជាអនុស្សាវរីយ៍មួយដែលធ្វើឲ្យខ្ញុំនឹងមិនអាចបំភ្លេចបានទាំងពីរនាក់ហើយខ្ញុំសង្ឃឹមថាគាត់សប្បាយចិត្តខ្លាំងសម្រាប់ថ្ងៃមួយនេះផងដែរ
ព្រមរៀបការនឹងបងបានទេមានបានឲ្យសុបាយនេះទៅជួបបន្ថាក់ចេះនេះគឺជាសេវាកម្មស្រង់វត្តមានបុគ្គលិកប្រើទំនួលម៉ាស៊ីនស្កេនមេដៃស្រួលលើយស្រួល